បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបងប្អូនបាទវីដេអូនេះគឺរបៀបបងលុយភ្លើងតាមកង់ធនាគារនៅក្នុងទូរស័ព្ទដៃរបស់យើងបងប្អូនខ្លះក៏គាត់ចេះបងលុយតាមវិញខ្លួនឯងបងប្អូនខ្លះទៀតក៏គាត់មិនទាន់ចេះបងអញ្ចឹងណាបាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកដល់ app វិញរបស់យើងមកបងប្អូនបាទឥឡូវយើងចុច account ធនាគារយើងមកគឺកង់វិញរបស់យើងបងប្អូនបាទបន្តមកបងប្អូនជ្រើសរើសយកពាក្យទូទាត់វិក័យប័ត្របាទបងប្អូនហើយបន្តមកនេះគឺដាក់លេខបាទឥឡូវយើងវាយលេខកូដសម្ងាត់របស់យើងកង់ធនាគារយើងហ្នឹងមកបងប្អូនបាទបន្តមកទៀតបងប្អូនរើសយកពាក្យទឹកភ្លើងនិងសម្រាមបងប្អូនបាទយើងចុចចំមកកន្លែងទឹកភ្លើងនិងសម្រាមមកបងប្អូនបាទពេលយើងចុចមកដល់ហ្នឹងបងប្អូនរើសយកពាក្យelectricity and water supply license បងប្អូនរើសពាក្យហ្នឹងមកនេះបាទហ្នឹងសម្រាប់យើងប្រើអគ្គិសនីតាមដានខេត្តអគ្គិសនីឯកជនបងប្អូនបាទហើយយើងចុចចំហ្នឹងទៅវាចូលមកដល់ account វិញយើងអញ្ចឹងយើងរើសយកកង់ដែលយើងមានលុយមកហើយបន្ទាប់មកគឺយើងកន្លែងបាទចូលមកដល់កន្លែងនេះយើងកន្លែងមកមើលបកាយប័ត្រភ្លើងរបស់យើងមកបងប្អូនហើយយើងកន្លែងមើលលេខកូដអតិថិជនបងប្អូនបាទលេខកូដអតិថិជនយើងវាយលេខកូដហ្នឹងចូលទៅនៅក្នុងកង់ធនាគារវិញរបស់យើងហ្នឹងណាហើយបើសិនជាយើងអត់ចង់វាយលេខកូដយើងចុច scan ក៏បានដែរបងប្អូនគេអាកន្លែង app ហ្នឹងគឺមានកន្លែង scan ណាបងប្អូនបាទឥឡូវខ្ញុំខ្ជិលវាយលេខកូដអតិថិជនតែនៅលើกระดาษភ្លើងរបស់យើងហ្នឹងណាអញ្ចឹងគឺខ្ញុំចាប់ដើមscan វិញបងប្អូនព្រោះអាកន្លែងបងលុយនៅអគ្គិសនីនៅវិញហ្នឹងគឺយើង scan ទៅយើងចុច scan នៅអាកន្លែង barcode បាទនៅលើกระดาษភ្លើងរបស់យើងហ្នឹងបងប្អូនយើងចុច scan barcode នៅលើហ្នឹងទៅហ្នឹងហើយឥឡូវខ្ញុំចុច scan បាទដល់ពេលយើងចុច scan អញ្ចឹងទៅគឺលោតឈ្មោះយើងហ្នឹងហើយលោតឈ្មោះអគ្គិសនីរបស់យើងដែលយើងភ្ជាប់ហ្នឹងបាទអញ្ចឹងគឺឥឡូវខ្ញុំ scan រួចរាល់ហើយបងប្អូនបាទខ្ញុំចាប់ផ្ដើមទូទាត់បាទយើងចុចពាក្យទូទាត់ហ្នឹងទៅបងប្អូនបាទហ្នឹងហើយតែពេលយើងចុចទូទាត់អាហ្នឹងគេចេញវិក័យប័ត្រឲ្យយើងអញ្ចឹងណាយើងឈ្មោះរបស់យើងត្រូវបងលុយអស់ចំនួនប្រមាណអញ្ចឹងណាបាទអញ្ចឹងយើងចុចបញ្ជាក់មកហើយបន្ទាប់មកយើងវាយលេខកូដ4ខ្ទង់របស់កូដលេខកូដសម្ងាត់ធនាគារ4ខ្ទង់របស់យើងមកបាទយើងចុចតែប៉ុណ្្នឹងទៅគឺវាលោតគ្រីសបាទពេលដែលលោតគ្រីសហ្នឹងគឺមានន័យថាយើងបានបងភ្លើងហើយបងប្អូនបាទនៅពេលដែលលោតគ្រីសហើយអញ្ចឹងគឺយើងអាច screenshot យើងថតអេក្រង់នឹងមួយទុកបងប្អូនបាទទុកជាផុសតាំងបញ្ជាក់ថាយើងនឹងបានបងភ្លើងរួចរាល់ហើយអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺវីដេអូនេះគឺមានតែខ្លីប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណច្រើនបងប្អូនដែលបានទស្សនាជួបគ្នានៅវីដេអូខាងមុខបន្តទៀតបងប្អូនអរគុណ